មហាវិបត្តិការទូតដែលធ្វើឲ្យប្រទេសថៃរងការអាម៉ាស់លើឆាកអន្តរជាតិកាលពីចុងទសវត្សរ៍ឆ្នាំ1980ប្រទេសថៃបានរងនឹងការអាម៉ាស់យ៉ាងធ្ងន់ធ្ងរលើឆាកអន្តរជាតិបន្ទាប់ពីពលរដ្ឋរបស់ខ្លួនម្នាក់បានលួចគ្រឿងអលង្ការនិងត្បូងពេជ្រដ៏មានតម្លៃខ្ពស់ពីរាជវាំងមួយនៅប្រទេសអារ៉ាប៊ីសាអូឌីតព្រឹត្តិការណ៍នេះមិនត្រឹមតែជាករណីលួចធម្មតាទេប៉ុន្តែបាននាំឲ្យកើតជាវិបត្តិការទូតដ៏ធ្ងន់ធ្ងរនិងចំនួនយូរអង្វែងបំផុតមួយក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសថៃត្រឡប់ទៅកាន់ឆ្នាំ1989ពលករជង់ជាតិថៃម្នាក់ឈ្មោះគ្រៀងក្រៃតិចម៉ុងដែលធ្វើការជាអ្នកយាមនិងអ្នកសម្អាតនៅរាជវាំងរបស់ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីតក្នុងទីក្រុងរីយ៉ាតបានប្រព្រឹត្តអំពើលួចគ្រឿងអលង្ការនិងត្បូងមានតម្លៃសរុបប្រមាណ$20 លានអាមេរិកក្នុងចំណោមវត្ថុដែលត្រូវបានលួចនោះមានត្បូងពេជ្រពណ៌ខៀវដ៏កម្រនិងមានតម្លៃខ្ពស់បំផុតមួយរបស់រាជវង្សអារ៉ាប៊ីសាអូឌីតដែលក្រោយមកត្រូវបានគេស្គាល់ក្នុងឈ្មោះ Blue Diamond Affair បន្ទាប់ពីប្រព្រឹត្តអំពើលួចបានជោគជ័យបុរសរូបនេះបានសម្រេចចិត្តធ្វើដំណើរត្រឡប់មកប្រទេសថៃភ្លាមៗដោយលាក់អលង្ការទាំងនោះក្នុងម៉ាស៊ីនបូមធូលីដើម្បីជៀសវាងការត្រួតពិនិត្យទោះជាយ៉ាងណាក្រោយមកប៉ូលីសថៃអាចរឹបអូសវត្ថុខ្លះបានប៉ុន្តែអលង្ការភាគច្រើនបានបាត់បង់យ៉ាងអថាកំបាំងនិងត្រូវបានជំនួសដោយរបស់ក្លែងក្លាយជាពិសេសត្បូងពេជ្រពណ៌ខៀវដ៏កម្រមានទំហំប្រហែល50ការ៉ាដែលជាវត្ថុមានតម្លៃខ្ពស់បំផុតក្នុងករណីនេះមិនត្រូវបានរកឃើញឡើយក្រោយមកដោយមានអារម្មណ៍កំហុសនិងជំនឿថាសំណាងអាក្រក់បានតាមលងខ្លួនចាប់តាំងពីព្រឹត្តិការណ៍លួចត្បូងពេជ្រពណ៌ខៀវអតីតអ្នកយាមរូបនេះបានសម្រេចចិត្តចូលបួសនៅវត្តថាម៉ាក់វ៉ែនក្នុងស្រុកកំណើតរបស់ខ្លួនគាត់មានបំណងបួសជាព្រះសង្ឃដោយគ្មានកំណត់ទុកគ្រួសារចោលនិងអះអាងថាបានជួបគ្រោះថ្នាក់ជាច្រើនលើករួមទាំងគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរប៉ុន្តែគាត់អាចរួចផុតពីសេចក្តីស្លាប់ម្ដងហើយម្ដងទៀតវិបត្តិនេះមិនបានបញ្ចប់ត្រឹមនេះទេនៅឆ្នាំ1990អ្នកការទូតអារ៉ាប៊ីសាអូឌីតចំនួន3នាក់នៅទីក្រុងបាងកកត្រូវបានសម្លាប់នៃការវាយអតាចដាច់ៗគ្នានិងករណីទាំងនេះនៅតែមិនអាចដោះស្រាយបានរហូតមកដល់បច្ចុប្បន្នលើពីនេះទៅទៀតអ្នកជំនួយអារ៉ាប៊ីសាអូឌីតម្នាក់ដែលត្រូវបានបញ្ជូនមកប្រទេសថៃដើម្បីស៊ើបអង្កេតអំពីអលង្ការដែលបានបាត់ស្រាប់តែស្លាប់ដោយអថកំបាំងដែលគេជឿថាជាករណីឃាតកម្មបន្ទាប់មកមន្ត្រីប៉ូលីសថៃជាច្រើនអ្នកបានចោទប្រកាន់ពីបទពុករលួយក្នុងចំណោមនោះមានលោកឧត្តមសេនីយ៍អេកឆាឡូគឺតថេសដែលតុលាការកំពូលកាត់ទោសប្រហារជីវិតពាក់ព័ន្ធនឹងការសម្លាប់គ្រួសារអ្នកជំនួញត្បូងម្នាក់ទោសនេះក្រោយមកត្រូវបានបន្ថយមកត្រឹម50ឆ្នាំបន្ទាប់ពីបានទទួលការលើកលែងទោសពីព្រះមហាក្សត្រដោយសារការមិនទុកចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរថៃនិងជំនឿថាអំពើពុករលួយតម្រិតខ្ពស់រៀងរាការដំណើរការអយុត្តិធម៌រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានសម្រេចបន្ថយកម្រិតការទូតជាមួយប្រទេសថៃពលករថៃត្រូវបានហាមឃាត់មិនឲ្យចូលធ្វើការនៅប្រទេសអារ៉ាប៊ីសាអូឌីតវីសានិងលិខិតអនុញ្ញាតការងារត្រូវបានដកចេញខណៈដែលគម្រោងពាណិជ្ជកម្មនិងទេសចរណ៍ជាច្រើនត្រូវបានបដិសេធស្អាតយ៉ាងណាមិញបន្ទាប់ពីការតានតឹងអស់រយៈពេល30ឆ្នាំប្រទេសទាំងពីរបានស្ដារការទូតឡើងវិញជាផ្លូវការនៅខែមករាឆ្នាំ2022នៅឱកាសប្រវត្តិសាស្ត្រនោះរាជតាយុទ្ធអារ៉ាប៊ីសាអូឌីតមូហាម៉ែតប៊ីនសាល់ម៉ាន់បានជួបជុំជែកជាមួយនាយករដ្ឋមន្ត្រីថៃប្រយុទ្ធច័ន្ទអូចាកិច្ចជួបនេះបាននាំឲ្យមានការបាក់ស្ថានទូតឡើងវិញការស្ដារឡើងវិញនៃការធ្វើចំណាស់ការនិងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងវិនិយោគនិងទេសចរណ៍ទ្វេភាគីជាច្រើនទៀត